ជាដបូងនេះខ្ញុំសូមជម្រាបសួរលោកនាយកពៅសារីលោកគ្រូអ្នកគ្រូនិងណាណាជាបាសាស្ត្រនិងសិស្សនុសិស្សទាំងអស់ជាទីគោរពអ្នកខ្ញុំឈ្មោះអ៊ីមដាលែនជាសារីនៅសាលាក្រជា Skyline សាខាស្ទឹងមានជ័យកាពូថ្ងៃនេះនាងខ្ញុំនឹងធ្វើបទបង្ហាញសង្ខេប5ប្រធានបទស្ដីអំពីទិវានារីអន្តរជាតិគឺជាអ្វីហើយដូច្នេះនាងខ្ញុំសូមអនុញ្ញាតធ្វើបទបង្ហាញដោយតទៅទិវានារីអន្តរជាតិ International Women Day គឺជាទិវាដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មនុស្សទូទាំងពិភពលោករៀងរាល់ថ្ងៃទី8មិនិនាប្រទេសជាច្រើនរៀបចំពិធីអបអរសាទរដើម្បីលើកកម្ពស់សិទ្ធិនិងសមត្ថភាពរវាងបុរសនិងស្ត្រីតែវានេះមិនត្រឹមតែជាពេលវេលាអបអរសាទរសមិទ្ធផលស្ត្រីប៉ុណ្ណោះទេប៉ុន្តែជាឱកាសយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកសាងគ្រួសារសហគមន៍និងប្រទេសជាតិសង្គមសពថ្ងៃស្ត្រីដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំសុខាភិបាលអាជីវកម្មនិងនយោបាយការគាំទ្រស្ត្រីមិនត្រឹមតែជាថ្ងៃ8ខែមិនិនាប៉ុណ្ណោះទេប៉ុន្តែយើងត្រូវធ្វើជារៀងរាល់ថ្ងៃជាចុងបញ្ចប់នាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានស្ដាប់និងការធ្វើបទបង្ហាញរបស់នាងខ្ញុំសូមអរគុណនិងសូមជម្រាបលា